ជំរាបសួរបងប្អូនណាមកពិនិត្យសុខភាពមកលេងនៅវៀតណាមតនេយប់ឡើងអាចឆ្លៀតមកជិះឡានក្រុងអត់ដំបូលគេនេះលេងណាបងប្អូនបាទគឺយើងអស់តែម្នាក់ដូចជា$5ជាងអីទេយើងអាចមកទិញផ្ទាល់នៅកន្លែងហ្នឹងក៏បានដែរបងប្អូនយើង search តាម Google Map មើលទៅកន្លែងជិះឡានក្រុងអត់ដំបូលហ្នឹងកន្លះម៉ោងគេចេញម្ដងបងប្អូនហើយជិះយប់រៀងត្រជាក់ចឹងណាបងប្អូនហើយវាយប់បំផុតអស់តែម៉ោង10បងប្អូន10កន្លែងហ្នឹងតាមខ្ញុំសួរគេហើយយើងជិះទៅយើងលំហែអារម្មណ៍ចឹងទៅសម្រាប់អ្នកដែលគាត់មកពិនិត្យសុខភាព stress ឬក៏អ្នកដែលគាត់មករកស៊ីមកដើរលេងអីយើងឆ្លៀតជិះទៅឲ្យបានមើលជុំវិញទីក្រុងគេម្ដងចឹងណាបងប្អូនមានអីប្លែកម្យ៉ាងតើហើយគេយើងជិះនៅលើដំបូលចឹងទៅបើមានមេឃភ្លៀងមេឃអីយើងអាចចុះទៅអង្គុយខាងក្រោមបានបងប្អូនអត់បញ្ហាទេហើយសម្រាប់ទីក្រុងគេក៏វាមិនណាស់ណាជាងទីក្រុងយើងដែរគ្រាន់តែថាធម្មតាយើងទៅប្រទេសណាមួយអញ្ចឹងយើងចេះចង់មើលចង់ទស្សនានៅអ្វីដែលប្លែកៗចឹងទៅបើថាឲ្យគេអស្ចារ្យជាងយើងក៏វាមិនណាស់ណាអន់ជាងយើងក៏មិនណាស់ណាដែរវាគួបផ្សំគ្នាប្រទេសមួយវាមានអរិយធម៌មានវប្បធម៌មានរូបភាពអីខុសគ្នាអញ្ចឹងគ្រាន់តែថានេះចែករំលែកសម្រាប់បងអូនដែលគាត់ទៅលេងនៅវៀតណាមកុំភ្លេចជិះឡានក្រុងហ្នឹងខ្ញុំបាន2ដងហើយលើកទី1ជាមួយមិត្តភ័ក្តិលើកទី2នេះជាមួយប៉ានាំទៅពិនិត្យសុខភាពប៉ាទៅពិនិត្យសុខភាពអញ្ចឹងទៅក៏ឆ្លៀតនាំគាត់ទៅលំហែជិះឡានក្រុងហ្នឹងលេងអញ្ចឹងទៅបាទហើយសម្រាប់បងអូនដែលគាត់ទៅវៀតណាមហ្នឹងបងអូនអាចទិញសបត់ហ្នឹងតាមដូចខ្ញុំនិយាយមិញហ្នឹងបើខ្ញុំទិញតាម trip.com ទេអញ្ចឹងហើយដោយសារយើងចេះចុចបញ្ជាទិញតាមប្រព័ន្ធអ៊ីនធឺណិតអីចឹងទៅតែបើថាបងអូនអត់ចេះទេអត់នេះអត់ដីទេយើងប្រាប់ឡានតាក់ស៊ីទៅកន្លែងឡានក្រុងអីចឹងទៅណាឲ្យគេជួយនិយាយចឹងទៅហើយយើងទៅដល់ឃើញឡានហ្នឹងហើយយើងចង់ឡើងយើងឲ្យលុយគេទៅខ្ញុំស្មានតែគេនេះតើព្រោះលើកទី1ដែលខ្ញុំទៅនោះខ្ញុំឲ្យខាងក្រុមហ៊ុនឡានក្រុងខ្ញុំនោះជួយកក់ឲ្យដល់លើកនេះខ្ញុំឆែកមើលឃើញមានហើយក៏កក់នោះឯងដល់ពេលតែទៅដល់ឃើញមានភ្ញៀវគាត់ដើរមកធម្មតានេះគាត់អាចទិញបានអញ្ចឹងណាបាទបងអូនអរគុណច្រើនហើយបងអូនអើយខ្ញុំ YouTube តាមតែបង្កើតអីចឹងទេចឹងបងអូនឃើញវីដេអូជួយចុច like ជួយ subscribe ជួយ share ឲ្យផងបងអូនណានឹងឲ្យខ្ញុំក៏ដើរលេងមិនជាកន្លែងអីណាស់ណាដែរអញ្ចឹងកាត់តវីដេអូក៏មិនស្អាតអីដែរបានតែប៉ុណ្្នឹងអញ្ចឹងបងអូនកុំប្រកាន់ជួយ like ជួយ subscribe ខ្ញុំមានអីថ្មីប្លែកៗខ្ញុំจะបង្ហោះចូលបងអូនមើលណាអរគុណជំរាបលាសុខសប្បាយ